បាទក្តៅគ្រូតូចពេជ្រសង្ហៈជាមួយនឹងផ្ការិចបាំងស្លឹកដឹមសារំនិងកីឡាករកីឡាការិនីកម្ពុជាសរុបទាំងអស់6រូបដែលនឹងត្រៀមធ្វើការប្រកួតនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកថ្មីមួយដែលនឹងរៀបចំនៅលើទឹកដីកម្ពុជានាថ្ងៃទី27ខែមិថុនានេះបាទអញ្ចឹងគឺជារឿងមួយដ៏ល្អទៀតហើយបងប្អូនសម្រាប់វិស័យគុនខ្មែរគឺបានឈានជើងមួយកម្រិតថែមទៀតហើយមួយរយៈនេះឃើញថាមានស្ថាប័នពិភពលោកច្រើនចាប់អារម្មណ៍ជាមួយនឹងគុនខ្មែរហើយក៏មានការចេញទៅផ្សព្វផ្សាយទៅលើទឹកដីបរទេសច្រើនផងដែរបាទអញ្ចឹងមុននឹងឈានចូលដល់ព័ត៌មានលម្អិតសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ follow page និងជួយ subscribe ក្នុង channel YouTube ហើយកុំភ្លេចជួយ share ចែករំលែកនៅវីដេអូនេះម្នាក់មួយផងបាទអញ្ចឹងសរុបទាំងអស់នៅក្នុងការប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយដែលមានឈ្មោះថាកម្ពិតគុនខ្មែរដែលការប្រកួតនេះគឺយើងមានកីឡាករនិងកីឡាការិនីកម្ពុជារបស់យើងសរុបទាំងអស់7រូប6រូបបងប្អូនក្នុងនោះគឺយើងមានកីឡាការិនី2រូបគឺកីឡាការិនីស្រីណាជាមួយនឹងកីឡាការិនីរិទ្ធីវណ្ណិចហើយសម្រាប់កីឡាកររបស់យើងវិញគឺយើងមាន4រូបបងប្អូនដោយក្នុងនោះកីឡាករដឹមសារំត្រូវប៉ះជាមួយនឹងកីឡាករមកពីអាហ្វ្រិកខាងត្បូងនិងកីឡាករពេជ្រសង្ហៈប៉ះជាមួយនឹងកីឡាករមកពីប្រទេសមីយ៉ាន់ម៉ាហើយសម្រាប់កីឡាកររឿងចត្រាគឺនឹងត្រូវទទួលស្វាគមន៍ជាមួយនឹងកីឡាករមកពីប្រទេសអេរ៉ង់និងកីឡាករសំណាងណូត្រូវប៉ះជាមួយនឹងកីឡាករមកពីចក្រភពអង់គ្លេសបងប្អូនអញ្ចឹងនៅក្នុងព្រឹត្តិការណ៍នេះគឺយើងមានកីឡាករកម្ពុជាយើង4រូបនិងកីឡាការិនីរបស់យើង2រូបបងប្អូនអញ្ចឹងសរុបទាំងអស់6រូបហើយការប្រកួតនេះគឺមានការប្រកួតលក្ខណៈតៃក្វាន់ដូផងដែរដែលជាការប្រកួតគូឯកក្នុងប្រភេទទម្ងន់74គីឡូក្រាមរវាងកីឡាករប្រេស៊ីលប៉ះជាមួយនឹងកីឡាករមកពីអេស្ប៉ាញបងប្អូនបាទអញ្ចឹងតាក់ទងជាមួយនឹងកម្មវិធីកំបិតនេះគឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយដែលពេញនិយមខ្លាំងមែនទែននៅខាងតំបន់អឺរ៉ុបហើយការប្រកួតក្នុងកម្មវិធីនេះភាគច្រើនគឺមានច្រើនវិញ្ញាសាហើយកម្មវិធីនេះឯកឧត្តមប្រធានសហព័ន្ធគុនខ្មែរខើឆៃរបស់យើងទើបតែធ្វើការទំនាក់ទំនងរួចរាល់ហើយក៏មានការចាប់ដៃគូគ្នារៀបចំការប្រកួតផងដែរបាទអញ្ចឹងសម្រាប់ការប្រកួតនេះគឺធ្វើឡើងនៅ start ចាស់របស់យើងបងប្អូនហើយការប្រកួតនេះនឹងបើកជាផ្លូវការនៅថ្ងៃទី27មិថុនាឆ្នាំ2026នេះអញ្ចឹងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនកុំភ្លេចចូលរួមតាមដានទស្សនាការប្រកួតផ្ទាល់ក៏ដូចជាមានការ live នៅលើទូរទស្សន៍ BTV ផងដែរអញ្ចឹងនេះគឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកថ្មីមួយទៀតហើយដែលបានសហការជាមួយនឹងគុនខ្មែររបស់យើងបាទអញ្ចឹងសម្រាប់អត្ថបទព័ត៌មានថ្ងៃនេះខ្ញុំបាទក៏សូមបញ្ចប់ហើយអរគុណសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកស្ដាប់និងទស្សនាកុំភ្លេចជួយ like និង share ចែករំលែកនៅវីដេអូនេះម្នាក់មួយផងជួបគ្នាវីដេអូថ្មីក្រោយទៀត